ខ្ញុំខ្ចីគំនិតរបស់ទស្សនវិទូ Spinoza គឺខ្ញុំមិនយំមិនសើចមិនចំអកនោះទេនៅពេលសង្កេតមើលពីនយោបាយបាតុភូតនយោបាយពោលគឺខ្ញុំព្យាយាមយល់ពន្យល់ឬវិភាគពីសារជាតិនយោបាយតាមទស្សនៈទ្រឹស្ដីបដិវេតរវាងអ្នកប្រាកដនិយមនិងអ្នកឧត្តមកតេនិយមតាំងពីសម័យក្រិកនៅតែបន្តរហូតដល់បច្ចុប្បន្នស្ដីពីយុត្តិធម៌គុណតម្លៃអំណាចគេអាចនិយាយបានក្នុងមុំមួយថានយោបាយនិយាយពីចំនួននឹងដំណោះស្រាយរបស់វានៅក្នុងសង្គមទាំងអស់និងគ្រប់កម្រិតទាំងអស់របស់វាមួយវិញទៀតនយោបាយត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបាតុភូតនៃចំនួននិងកិច្ចសហប្រតិបត្តិការសង្គមរីកចម្រើនគេឆ្លុះគំនិតដើម្បីដោះស្រាយបញ្ហាកិច្ចសហការជជែកវែកញែករកដំណោះស្រាយចំពោះបញ្ហាប្រឈមនានារបស់សង្គមរវាងក្រុមនយោបាយបដិបត្តិនឹងគ្នាមិនអាចខ្វះបានទេក្នុងសង្គមប្រជាធិបតេយ្យឲ្យសេរី